សួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមកធ្វើមាន់សៀងហើយចង់ដឹងថាមាន់សៀងរបស់ខ្ញុំធ្វើបែបម៉េចទៅមើលក្នុងវីដេអូទាំងអស់គ្នាគ្រឿងផ្សំរបស់វាមានដូចជាមាន់ខ្ញុំយកទ្រូងហើយនឹងស្នាបមួយសៀងស្ករសរ៉ូឌីហើយនឹងត្រកួនហើយនេះគឺស្លឹកគ្រៃម្ដេងខ្ទឹមអញ្ចឹងដំបូងខ្ញុំយកស្លឹកគ្រៃយកមកដំឲ្យទុបន្តិចដើម្បីយើងយកទៅដាក់ស្ងោរជាមួយនឹងមាន់ឥឡូវខ្ញុំយកវាដំទុបែបនេះចឹងសម្រាប់លក្ខីខ្ញុំដំឲ្យវាទុបែបនេះហើយខ្ញុំយកម្ដេងមកកាប់ពីកង់ដែរហើយសម្រាប់មាន់នេះយើងពុះវាជាពីរមកដើម្បីវាឆាប់ឆ្អិនចឹងសម្រាប់មាន់ហើយនឹងលក្ខីខ្ញុំកាប់រួចរាល់ហើយខ្ញុំយកវាទៅដាក់ស្ងោរចឹងដំបូងខ្ញុំដាក់អានេះមុនសិនចាំខ្ញុំដាក់សាច់តាមក្រោយឥឡូវយើងមកចាប់ផ្ដើមឈូសត្រកួនយើងឈូសវាបែបនេះឥឡូវមាន់ខ្ញុំពុះហើយវាឆ្អិនហើយក្លិនវិញឡើងឈ្ងុយហ្មងណាឈ្ងុយម្ដេងស្លឹកក្រូចអីពេញហ្នឹងឥឡូវខ្ញុំលើកវាយកទៅទុកឲ្យវាត្រជាក់បន្តិចឥឡូវមាន់យើងត្រជាក់ហើយខ្ញុំចាប់ផ្ដើមបេះសាច់មាន់ហ្នឹងជាប្រទះតូចល្មមចឹងខ្ញុំបេះវាប៉ុណ្ណនេះចឹងឥឡូវខ្ញុំបេះសាច់មាន់រួចរាល់ហើយខ្ញុំចាប់ផ្ដើមទៅដាក់ខ្ទះដើម្បីឆាសៀងនិងត្រកួនឥឡូវខ្លាញ់ខ្ញុំចាប់ផ្ដើមក្តៅអញ្ចឹងខ្ញុំដាក់ខ្ទឹមដើម្បីបំពងវាឲ្យឈ្ងុយខ្ទឹមនេះគ្រាន់តែដាក់ចូលភ្លាមបំពងបានតាមបន្តិចក្លិនឈ្ងុយពេញហ្នឹងអញ្ចឹងឥឡូវខ្ទឹមយើងឡើងក្រហមហើយយើងចាប់ផ្ដើមចាក់សៀងយើងចាក់សៀងយើងកូរវាបន្តិចមកចាំយើងដាក់ស្ករយើងចាក់ស្ករប៉ានីសូណាហើយយើងលួចរ៉ូឌីបន្តិចយើងកូរឲ្យគ្រឿងអស់ហ្នឹងចូលជាមួយនឹងសៀងឲ្យសព្វសិនចឹងឥឡូវខ្ញុំបន្ថែមទឹកស្ងោរមាន់របស់ខ្ញុំចូលក្នុងហ្នឹងបន្តិចប្រហែលជាមួយវែកចឹងខ្ញុំចាក់មួយវែកនេះចូលហើយខ្ញុំទុកវាឲ្យវាពុះជាងហ្នឹងបន្តិចទៀតបាទខ្ញុំចាក់ត្រកួនចូលឥឡូវខ្ញុំទុកវាមកផ្លែតមិញហើយខ្ញុំចាប់ផ្ដើមចាក់ត្រកួននេះចូលចឹងយើងទុកត្រកួននេះឲ្យវាញ៉បសិនទៅចាំយើងដាក់សាច់មាន់ដែលយើងបេះមុននឹងចូលឥឡូវបន្ទាប់ពីត្រកួនខ្ញុំញ៉បហើយខ្ញុំចាប់ផ្ដើមចាក់សាច់មាន់ចូលហើយសម្រាប់សាច់មាន់នេះយើងឆាវាតាមមកត្រឡប់បានហើយយើងលើកវាទៅចឹងសម្រាប់មុខម្ហូបមាន់សៀងរបស់ខ្ញុំរួចរាល់ហើយឥឡូវមាន់សៀងខ្ញុំរួចរាល់ហើយរូបរាងវាគឺបែបនេះ
ចឹងឥឡូវយើងមកសាកភ្លក់មាន់សៀងរបស់ខ្ញុំទាំងអស់គ្នាសម្រាប់រសជាតិរបស់មាន់សៀងរបស់ខ្ញុំនេះរសជាតិវាគឺឆ្ងាញ់មែនតើអាតកួននេះវិញទោះបីវារៀងញាប់ចឹងមែនតែពេលញ៉ាំទៅឡើងស្រួយសឹបហ្មងណាហើយតើតូនជាមួយនឹងសាច់របស់មាន់នេះពេលស្ងោរមានជាតិម្ដងឯងអញ្ចឹងពេលដែលខ្ញុំយកមកឆាមកគឺចូលជាតិគ្នាបានល្អមែនតើហើយពេលញ៉ាំទៅម៉ាត់មកឡើងឆ្ងាញ់ហ្មងណាចឹងសម្រាប់មុខម្ហូបមួយមុខនេះងាយស្រួលធ្វើទេបងប្អូនកុំភ្លេចសាកធ្វើទាំងអស់គ្នាណាបាយបាយបងប្អូន